បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នានៅពេលនេះខ្ញុំសូមធ្វើការបញ្យល់អំពីដំណើរការនៃប្រព័ន្ធ Solar Hybrid ដំណើរការនៅពេលថ្ងៃបាទរូបខាងលើដែលឃើញសញ្ញាព្រួញចុះក្រោមហ្នឹងគឺជារូបតំណាងឲ្យសន្លឹក Solar ហើយលេខ43 kW ហ្នឹងបានន័យថាសន្លឹក Solar កំពុងតែផលិតភ្លើងបាន43 kW ចំណែកឯរូបខ្មៅនៅកណ្ដាលគេដែលមានព្រួញបាញ់ពីលើហ្នឹងគឺជារូបតំណាងឲ្យ inverter ហើយ inverter ហ្នឹងមានតួនាទីបំលែងពីភ្លើង solar ទៅភ្លើង AC សម្រាប់ប្រើប្រាស់នៅតាមលំនៅឋានហ្នឹងហើយចំណែកឯរូបខាងក្រោមនេះគឺជារូបលំនៅឋានដែលឃើញមានលេខ 36.23 kW ហ្នឹងបានន័យថាលំនៅឋានយើងហ្នឹងកំពុងតែប្រើប្រាស់ភ្លើង 36.23 kW ចំណែកឯរូបខាងឆ្វេងដៃវិញគឺតំណាងឲ្យរូបអាគុយឃើញលេខ 5.9 kW ហ្នឹងបានន័យថាអាគុយកំពុងតែសាកភ្លើង 5.9 kW ពីសន្លឹកសូឡាហ្នឹងហើយឃើញ 94% ហ្នឹងបានន័យថាអាគុយបានសាកភ្លើងបានចំនួន 94% ហើយចំណែកឯរូបមួយទៀតនៅខាងក្រោមហ្នឹងគឺតំណាងឲ្យបណ្ដាញ EDC ដែលមានលេខ 570 វ៉ាត់ហ្នឹងបានន័យថាតែកំពុងតែទាញភ្លើងពី EDC 570 វ៉ាត់បាទទូចមែនទែនបាទ570 វ៉ាត់គឺប្រហែលជាកន្លះគីឡូទេបាទសូមអរគុណ